ពិធីដង្ហែបុណ្យកឋិនទាននៅវត្តរស្មីសាមគ្គីគិរីតបជាងដែលនៅក្នុងនោះមានញាតិញោមគុណចាស់គ្រប់អង្គតាមដាវត្តក៏ដូចជាញាតិញោមចិត្តឆ្ងាយបានជឿចូលរួមហើយនៅអង្គកឋិនទានមានដូចជាស្បង់ស្បាយត្រៃជីវរមានលៀងតូចលៀងធំមានឆ័ត្រមានបាតមានផ្កាប្រាក់សម្រាប់ហែវាប្រគេនដល់ព្រះសង្ឃដែលកងចាំព្រះវស្សាអស់រយៈពេល3ខែហើយឥឡូវចេញវស្សាគឺជារដូវកឋិនទានដែលមួយឆ្នាំគឺមានតែម្ដងកឋិនទានគឺជាសង្ឃលាភសម្រាប់ព្រះសង្ឃដែលគង់នៅក្នុងវត្តដែលចាំវស្សា3ខែនឹងគឺសម្រាប់ទុកឲ្យព្រះសង្ឃសម្រាប់ចាត់ចែងនៅក្នុងការកសាងធនធានមនុស្សធនធានមនុស្សសម្រាប់ធនធានព្រះសង្ឃក៏ដូចជាកសាងនៅវត្តវាអារាមបច្ច័យដែលបាននោះហ្នឹងព្រះអង្គដែលជាចៅតកាយកទៅចាត់ចែងជាប្រយោជន៍នៅក្នុងសាសនាដូចជាខ្វះអីមួយក៏យកបច្ច័យដើម្បីទៅកសាងឬមួយបច្ច័យសម្រាប់ឲ្យព្រះសង្ឃណាសម្រាប់ប្រគេនលោកក្នុងការសិក្សារៀនសូត្រដើម្បីជាធនធានល្អក្នុងសង្គមអញ្ចឹងបានជាគេឲ្យឈ្មោះសង្ឃលាភហ្នឹងគឺសំដៅទៅចឹងឯងអញ្ចឹងគឺតកតងនឹងបុណ្យអង្គកឋិនទានមួយឆ្នាំមានតែម្ដងអញ្ចឹងវត្តខ្លះក៏ទួចដើមធ្វើកឋិនសាមគ្គីទៅបានបច្ច័យទៅតាមកម្លាំងសទ្ធាញាតិញោមណាវត្តខ្លះក៏បានច្រើនវត្តខ្លះក៏បានតិចអាស្រ័យទៅនឹងទីកន្លែងណាស្រុកទីហ្នឹងហើយព្រោះតាមជនបទខ្លះមិនសូវមានអ្នកចូលមានតែញាតិញោមស្រុកស្រែញាតិញោមពុទ្ធបរិស័ទយើងអញ្ចឹងទៅបច្ច័យក៏ណាមិនសូវសម្បូរអីប្រហែលដូចជាវត្តគេល្បីឬក៏វត្តធំឬក៏វត្តក្រុងអីដែរអញ្ចឹងណាតែក៏មិនជាបញ្ហាទេនេះជាការដើមចេញពីសទ្ធារបស់ញាតិញោមពុទ្ធបរិស័ទគុណចាស់គ្រប់អង្គហ្នឹងហើយសូមអរគុណច្រើន